សូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូអញ្ចឹងដោយតែសារដែលខ្ញុំបានបង្ហាញជូននៅក្នុង email គឺយើងនឹងធ្វើវីដេអូមួយដើម្បីជាការចែករំលែកជូននៅសមិទ្ធផលថ្មីគឺ dashboard ទាក់ទងទៅនឹងចំនួនព័ត៌មាន EOD ដែលមិនទាន់បានកំទេចក្រោយរបាយការណ៍ដែល CL យើងបានធ្វើ spot ថាបាទអញ្ចឹងទៅតាមជំនាញនឹងជាក់ស្ដែងអញ្ចឹងជាដំបូងគេថាយើងចាប់ផ្ដើមពីចំណុចនេះទៅដែលលោកគ្រូ CLS និង SOC យើងនឹងស្គាល់ពីជំហាននេះអញ្ចឹងជាបន្ទាប់យើងទៅអូសមកក្រោមដើម្បីចូល OMI to home page របស់យើងបាទបាទអញ្ចឹងនេះជាជំហានបន្ទាប់ពេលដែលយើងចូល home page OMI 2មានចេញលក្ខណៈបែបនេះអញ្ចឹងមានប្រទេសច្រើនយើងចូលយក Cambodia យើងបាទអញ្ចឹងបន្ទាប់ពីយើងចុចយក Cambodia វានឹងបង្ហាញផ្ទាំងព័ត៌មានបែបនេះបាទអញ្ចឹងមាន Cambodia International Testing Tool នេះអានេះអត់មានអីតាក់ទងទេអាចទុកចោលសិនទៅអានេះតាក់ទងនឹង Clearance Program Mapping ដែលក្រុមវាយើងគាត់បានអាប់ដេតជាប្រចាំដូចជាមួយសប្តាហ៍ម្ដងជាការចែករំលែកអញ្ចឹងណាលោកគ្រូអញ្ចឹងនេះយើងមាន Data Validation Tool សម្រាប់មើលរបាយការណ៍ប្រចាំថ្ងៃហើយនឹងការ approve ពី AS ឬក៏ SOC បាទហើយនឹងមួយទៀតគឺផ្ទាំងសំខាន់មួយទៀតគឺ operational dashboard បាទគឺផ្ទាំងសម្រាប់មើលទិន្នផលនឹងទិន្នផលរបស់ក្រុមផលិតផលក្រុម TV របស់យើងធ្វើការបាទហើយយើងមានព័ត៌មានខាងក្រោមជាព័ត៌មានផ្សេងដែលយើងបានចងក្រងឡើងសម្រាប់ជាព័ត៌មានដល់អ្នកប្រើប្រាស់បាទអញ្ចឹងត្រឡប់ទៅខាងលើវិញគឺសូមចូលទៅកាន់ផ្ទាំង dashboardបាទអញ្ចឹងបន្ទាប់ពីយើងចូលផ្ទាំង dashboard នេះគឺជាទំព័រថ្មីសម្រាប់ព័ត៌មាន dashboard ទាំងអស់នៃ Mac Cambodia យើងបាទអញ្ចឹងសូមជម្រាបជូនថាយើងមាន4ប្រភេទ dashboard ធំបាទជា4 group ធំទី1គឺ operational dashboard បាទអញ្ចឹងយើងបានចងក្រងប្រភេទdashboard នៃសកម្មភាពប្រតិបត្តិការរបស់យើងជាមួយក្រុមធំចឹងទៅហើយទី2គឺយើងមានប្រភេទ mechanical dashboard បាទអញ្ចឹងយើងផ្ដោតទៅលើ dashboard គ្រឿងម៉ាស៊ីនប្រតិបត្តិការ dashboard គ្រឿងបន្លាស់របស់ម៉ាស៊ីនហើយនឹងប្រភេទម៉ាស៊ីនស្កពានបាទខាងដបអក្សរហើយនឹងក្រុមទី3ធំគឺតាក់ទងទៅនឹង dashboard របស់ CL បាទពាក្យពេញ community license dashboard យ៉ាងនេះបាទអញ្ចឹងរាល់ form ការងាររបស់ CL គឺយើងដាក់មកក្រុម CL ជុំគ្នាអញ្ចឹងទៅហើយនៅផ្នែកទី4ធំគឺតាក់ទងនឹង form QA បាទអញ្ចឹងយើងមាន QA combination QA សម្រាប់ក្រុម CL និង QA សម្រាប់ technical team ហើយនឹងមួយទៀតគឺ QA សម្រាប់ technical team ដែរតែលក្ខណៈ detail មួយបែបទៀតបាទអញ្ចឹងនេះជាការចែករំលែកតាក់ទងទៅនឹង dashboard យើងមាន4ក្រុមធំហ្នឹងបាទហើយនេះជាព័ត៌មានទូទៅផ្សេងដែរបាទអាចជាព័ត៌មានសម្រាប់អ្នកប្រើប្រាស់អាចជាការសម្ព័ន្ធភាពបន្ថែមទៀតបាទអញ្ចឹងត្រឡប់ទៅអ្វីដែលផ្ដោតសំខាន់គឺតាក់ទងទៅនឹង dashboard មួយនេះបាទ KH incomplete EAD spot task បាទអញ្ចឹង dashboard នេះគឺនៅក្នុងក្រុមទី1បាទផ្នែកទី1ផ្នែក operation dashboard អញ្ចឹងគ្រូពេលមកដល់ជំហានហ្នឹងនឹងឃើញ dashboard មួយហ្នឹងបាទខ្ញុំបញ្ជាក់ជូនបន្តិចអ្វីដែលយើងស្គាល់ច្បាស់សប្តាហ៍ថ្ងៃគឺ EAD spot task នេះគឺវាស្តីគ្នាជាមួយនឹងអ្វីដែលយើងទៅបង្កើតថ្មីនេះបាទអញ្ចឹង EAD spot task dashboard នេះគឺ EAD ជា dashboard របស់ EAD ដែលគេបានធ្វើការកំទេចអញ្ចឹងណាអញ្ចឹងព័ត៌មានគឺនៅក្នុង EAD spot task នេះតែអានេះគឺយើងផ្ដោតទៅលើតែ
របាយការណ៍ដែល EAD អត់ទាន់បានកំទេចបាទគឺដូចយើងដាក់ចំណងជើងនេះអញ្ចឹងបាទ incomplete EAD dashboard បាទអញ្ចឹងគឺជា dashboard ដែល EAD អត់ទាន់បានកំទេចអញ្ចឹងមានន័យថាក្នុងហ្នឹងគឺយើងបង្ហាញព័ត៌មានដែលCL យើងបានបង្កើត spot ថាហើយ EAD អត់ទាន់បានទៅយកបាទអញ្ចឹងសូមចុចសាកល្បងចូលយកមកបាទអញ្ចឹងវាចេញរូបភាពបែបហ្នឹងបាទអញ្ចឹង dashboard នេះមិនសូវជាមានអីស្មុគស្មាញទេដោយសារតែវាមានព័ត៌មាន2 3ផ្ទាំងធំ2 3ផ្ទាំងខ្លីៗបាទអញ្ចឹងដូចបញ្ជាក់អញ្ចឹងយើងដាក់ឈ្មោះថាជា KA incomplete EAD spot ថា dashboard ដែល EAD អត់ទាន់បានកំទេចនិយាយបែបសាមញ្ញអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមចែកម្លែកយើងមានផ្ទាំងសម្រាប់ filter សម្រាប់ច្រោះឲ្យមាន date មាន array operation បាទខាងលិចខាងកើតហើយមាន select ជា cat ក៏បានបាទហើយនឹង team ID បាទអានេះគឺជាចំនួន report ដែល EAD អត់បានទៅកំទេចបាទ number incomplete EAD spot ថា report បាទអញ្ចឹងមាន60អានេះព័ត៌មានខ្ញុំបែរជាក្រុមបាទជាលក្ខណៈ team ID អញ្ចឹងមាន CL 1 2 3 4 7អញ្ចឹងទៅខាងក្រោមនេះចំនួនរបាយការណ៍ដែលខ្ញុំបែរជា cat បាទអញ្ចឹងមាន cat ណាខ្លះដែលនៅសល់បាត់ដំបង27ពោធិ៍សាត់33បាទអញ្ចឹងដល់ក្លឹមផ្នែកកណ្ដាលនេះគឺខ្ញុំដាក់ថា summary information in or incomplete EAD spot ថាបាទអញ្ចឹងគឺមួយផ្ទាំងនេះគឺខ្ញុំដាក់ជាលក្ខណៈសង្ខេបរបាយការណ៍មួយបាទអញ្ចឹងខ្ញុំសង្ខេបដូចជាមាន EAD code ដែល register spot ថាបាទថ្ងៃដែល CL យើងបានទៅ register CL team ID ក្រុមណាគឺ CL1 បាទ CL team name ឈ្មោះ SIM សម្បូរ CLA បាទហើយទីតាំងនៅបាត់ដំបងសំឡូតតោកអញ្ចឹងទៅ name of informant ឈ្មោះអ្នករាយការណ៍ឈ្មោះវត្តឡននេះបាទហើយនេះលេខទូរស័ព្ទរបស់គេអញ្ចឹងទៅហើយចំនួនរបាយការណ៍ក្រុមហ្នឹងតើនៅក្នុងតំបន់របៀបម៉េចបាទអញ្ចឹងមាន cultivate land អញ្ចឹងទៅកន្លែងហ្នឹងវាមានប្រភេទដីផ្សេងដូចឧទាហរណ៍សាលារៀនឬក៏ផ្លូវឬដីកសិកម្មអីចឹងទៅឧទាហរណ៍ហើយមានសង្ខេបជាលក្ខណៈតាប្រភេទហើយនឹងចំនួនប្រមាណអញ្ចឹងរបាយការណ៍នេះប្រភេទ UHO ចំនួន1អញ្ចឹងទៅហើយនេះលេខ GR អញ្ចឹងជាខ្ញុំគិតថាជាព័ត៌មានសំខាន់6 7ចំណុចហ្នឹងដើម្បីឲ្យខាងលោកគ្រូអ្នកគ្រូ SOC ឬក៏ខាង EAD គាត់អាចងាយមើលគាត់ងាយគិតថាតើគួរទៅរបាយការណ៍ណាមុនតែអតិភិបអញ្ចឹងឧទាហរណ៍ភាគច្រើននេះ UHO ឬក៏របាយការណ៍ណា min យើងអាចនឹងអតិភិបទៅមុនអញ្ចឹងទៅបាទអញ្ចឹងវាមានច្រើនហើយខាងស្ដាំនេះគឺខ្ញុំដាក់ detail information បាទអញ្ចឹងជាព័ត៌មានលម្អិតនៃរបាយការណ៍ទាំងអស់ហ្នឹងបាទអញ្ចឹងយើងឃើញចំនួន60ហ្នឹងឯងអញ្ចឹងកន្លែងនេះខ្ញុំដាក់បញ្ជាក់ដែរយើង click to see detail information មានន័យយើងអាចចុចមើលលម្អិតបាននៃរបាយការណ៍ណាមួយឧទាហរណ៍ខ្ញុំចង់មើលរបាយការណ៍នេះបាទចង់មើលព័ត៌មានលម្អិតថ្ងៃទី7ខែ6 CL3 នេះអញ្ចឹងពេលចុចទៅវានឹង load យើងឃើញ load នៅខាងស្ដាំនេះបាទអញ្ចឹងយើងអាចមើលព័ត៌មានលម្អិតដែល CL យើងបានបញ្ចូលនៅក្នុង form EAD បាទ form EAD ដែល CL បានបញ្ចូលអញ្ចឹងយើងឃើញព័ត៌មានដែលខ្ញុំសង្ខេបមកដូចជាថ្ងៃដែល CL ចុះបាទលេខកូដទីតាំងបាទអញ្ចឹងព័ត៌មានលម្អិតគ្រប់យ៉ាងទាំងអស់គឺយើងអាចមើលនៅខាងស្ដាំនេះនៃរបាយការណ៍យើងចុចរបាយការណ៍ណាគឺវាទៅរបាយការណ៍ហ្នឹងបាទបាទដោះវិញណាបាទអញ្ចឹងអានេះគឺវាមានតែ3 4ផ្ទាំងហ្នឹងទេបាទស្ដាប់សំខាន់ដូចជាមិនមានអីស្មុគស្មាញទេហើយខ្ញុំឧទាហរណ៍ថាក្នុងរយៈពេលណាមួយចុះឥឡូវឧទាហរណ៍ក្នុងខែ6ថ្ងៃរយៈពេលថ្ងៃ8ថ្ងៃនេះបាទចាប់ពីថ្ងៃទី1ដល់ថ្ងៃទី8បាទអញ្ចឹងយើងសាកមើលជាក់ស្ដែងតែម្ដងក្នុងខែ6នេះគឺសល់7របាយការណ៍ដែល EAD អត់បានទៅកំទេចបាទអញ្ចឹងសល់ក្រុម CL2 និង CL3 ដែលគេបានបញ្ចូលឲ្យ EAD អត់បានទៅបាទរបស់ CL3 ចំនួន5របស់ CL1
ចំនួន2បាទហើយខេត្តបាត់ដំបង2ករណីពោធិ៍សាត់5ករណីអញ្ចឹងទៅបាទអញ្ចឹងសរុប7 report ទាំងអស់ហ្នឹងបាទអញ្ចឹងវាក៏នឹងបង្ហាញក្នុងនេះដែរស្អាតដែលខ្ញុំបានសង្ខេបហ្នឹងបាទ2 3 4 5 6 7បាទហើយនេះក៏បង្ហាញមក7ដូចគ្នាអញ្ចឹងវាម្ដងមួយអញ្ចឹងណាបាទ3បាទអញ្ចឹងយើងចង់មើលបាយការលម្អិតណាមួយយើងអាចចុចបានបាទអញ្ចឹងយើងអាច select បានធម្មតាដូចយើងអញ្ចឹងទាំង7 report នេះគឺនៅខាងលិចទាំងអស់បាត់ដំបងនិងពោធិ៍សាត់បាទយើងអាចមើលឈ្មោះខេត្តក៏បានបាត់ដំបងពោធិ៍សាត់ CL1 និង CL3 បាទដូចទៅបង្ហាញអញ្ចឹងឧទាហរណ៍យើងមើលបាត់ដំបងយើងយកទៅបាត់ដំបងក៏បានដែរបាទមានសល់2 report បាទរបស់ CL2 នៅសំឡូតដូចគ្នាបាទហើយយើងអាចមើលក្រុមបានបាទអញ្ចឹងដូចជាมันមានអីសុខស្មានច្រើនទេ dashboard ហ្នឹងគឺមានតែប៉ុណ្្នឹងបើសិនជាគ្រូនៅមានចម្ងល់អីអាចធ្វើការតាក់ទងមកកាន់ខាង IM យើងជាបន្ថែមទៀតជាបន្តទៀតបានបាទសូមអរគុណ